វីដេអូមុនខ្ញុំនិយាយអំពីការផ្ទេរជំនាន់ឥឡូវនេះយើងមកសិក្សាស៊ីជម្រៅនិងយមន័យពិតប្រាកដនៃការផ្ទេរជំនាន់ក្នុងអាជីវកម្មលក្ខណៈគ្រួសារនៅក្នុងទ្រឹស្ដីការផ្ទេរអាជីវកម្មក្នុងគ្រួសារមានន័យថាគឺជាការផ្ទេរអាជីវកម្មដែលយើងកំពុងមាននឹងទៅកាន់ជំនាន់ក្រោយរបស់យើងបានកូនចៅសាច់ញាតិរបស់យើងនឹងដោយមានផែនការនិងរចនាសម្ព័ន្ធត្រឹមត្រូវច្បាស់លាស់មិនមែនផ្ទេរដោយគ្រាន់តែប្រើអារម្មណ៍ទេហើយនៅក្នុងហ្នឹងគឺមានធាតុពីរសំខាន់ដែលទី1តកតងជាមួយនឹងការផ្ទេររបៀបរបបជាអ្នកដឹកនាំជាអ្នកគ្រប់គ្រងដែលយើងធ្លាប់ធ្វើកន្លងមកទៅកាន់កូនចៅនិងសាច់ញាតិរបស់យើងទី2ផ្ទេរភាពជាម្ចាស់ចឹងឥឡូវខ្ញុំសូមនិយាយលម្អិតទៅលើចំណុចទី1សិនចំណុចទី1ហ្នឹងគេចង់សំដៅថាឪពុកម្ដាយគឺគាត់ធ្លាប់ឆ្លងកាត់អស់ហើយទៅលើអាជីវកម្មទាំងអស់ហ្នឹងអញ្ចឹងគាត់ធ្លាប់ឆ្លងកាត់តែកូនគាត់អត់ធ្លាប់ឆ្លងកាត់ទេអញ្ចឹងគាត់មានតួនាទីក្នុងការបញ្យល់ណែនាំឲ្យកូនយល់ពីរបៀបនៃការធ្វើអាជីវកម្មហ្នឹងតើធ្វើទៅដោយរបៀបម៉េចឥឡូវឧទាហរណ៍មួយឲ្យងាយយល់តើតើជាមួយនឹងការបើកនៅការលក់ដូរចាប់ព្រួយមួយចុះធម្មតាលក់ដូរចាប់ព្រួយគឺមានតំណែងជាមួយអតិថិជនជាមួយអ្នកបោះដុំហើយជាមួយនឹងបុគ្គលិកបើសិនជាមានអញ្ចឹងយើងត្រូវប្រាប់គាត់ថាពេលដែលនិយាយជាមួយអតិថិជនតើគាត់គួរនិយាយដោយរបៀបម៉េចសួរនាំឬក៏ធ្វើម៉េចដើម្បីដឹងពីអត្តចរិតរបស់មនុស្សម្នាក់ៗពេលដែលគាត់មកទិញកន្លែងយើងតើតើជាមួយនឹងការធ្វើការជាមួយនឹងបុគ្គលិកអញ្ចឹងគាត់ត្រូវចេះគ្រប់គ្រងបុគ្គលិកបែបម៉េចត្រូវនិយាយស្ដីម៉េចឲ្យវាមានសុជីវធម៌ហើយប្រកបដោយទំនួលខុសត្រូវហើយធ្វើឲ្យគេគោរពគាត់តើជាមួយនឹងអ្នកដែលគាត់ត្រូវរកស៊ីជាមួយដូចថាអ្នកបោះដុំធម្មតាលក់ចាប់ព្រួយមិនត្រូវមានអ្នកដែលគាត់បោះដុំអីវ៉ាន់ឲ្យអញ្ចឹងយើងមានអ្នកបោះដុំអីវ៉ាន់1 2 3 4 5អញ្ចឹងទៅអញ្ចឹងគាត់ត្រូវតែមានតំណែងតំណងល្អបែបម៉េចជាមួយនឹងអ្នក1 2 3 4 5ហ្នឹងដើម្បីថ្ងៃក្រោយទៅអត់មានពីឪពុកម្ដាយគាត់ទៅក៏គាត់អាចធ្វើការតំណែងតំណងទៅឲ្យទៅកាន់អ្នកបោះដុំហ្នឹងដែរអាហ្នឹងឯងដែលគេចង់ឲ្យយើងធ្វើការបរៀនកូនរបស់យើងនឹងឲ្យយល់ពីបរិបទនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវប្រកបដោយការសម្រេចចិត្តដោយខ្លួនឯងហើយឲ្យគាត់ខ្លាចជាអ្នកដឹកនាំម្នាក់ដែលអាចដឹកនាំអាជីវកម្មហ្នឹងថ្ងៃក្រោយជំនួសឪពុកម្ដាយនឹងបានអញ្ចឹងទាំងអស់នេះត្រូវការពេលយូរមែនតើល្មមបានដល់ដំណាក់កាលហ្នឹងហើយពេលដែលដល់ដំណាក់កាលហ្នឹងហើយបានយើងចូលទៅដល់ចំណុចពីរសំខាន់ខាងលើហ្នឹងបានន័យថាឲ្យគាត់ខ្លាចជាម្ចាស់កម្មសិទ្ធិពាក្យម្ចាស់កម្មសិទ្ធិកន្លែងនេះមិនមែនមានន័យថាឲ្យបងប្អូនទាំងអស់គ្នាឬក៏អ៊ំពុំមីងទាំងអស់គ្នាផ្ទេរសិទ្ធិដែលយើងមានហ្នឹងឲ្យកូនយើង100%ទេបានន័យថាយើងត្រូវចែក30 40ឬក៏ប្រមាណភាគរយទៅតាមអ៊ំពុំមីងទាំងអស់គ្នាដើម្បីឲ្យកូនរបស់យើងគាត់មានទឹកចិត្តក្នុងការធ្វើការងារនឹងបន្ថែមទៀតពីព្រោះយើងត្រូវគិតថាកូនរបស់យើងគាត់ត្រូវការចំណាយដូចគ្នាគាត់ត្រូវការទិញសម្ភារៈទិញអីគាត់មិនអាចលាដៃសុំយើងទាំងដែលគាត់កំពុងតែជួយការងារយើងឯងហើយយើងកុំគិតថាខាងជួយការងារហ្នឹងថ្ងៃក្រោយរកបានមកទុកឲ្យគាត់ដែរតានិយាយទៅពាក្យច្រើនខ្ញុំគិតថាជាងច្រើនតែមើលឃើញខុសចំណុចហ្នឹងតែនៅក្នុងទ្រឹស្ដីគេនិយាយមកខ្ញុំឯកភាពសូម្បីតែចែកភាគលៀបហ្នឹងគេឲ្យយើងសរសេរជាกระดาษលាយលក្ខអក្សរទៀតអាហ្នឹងបើសិនជាលក្ខណៈក្រុមហ៊ុនរៀងមធ្យមអីដើម្បីការពារអីការពារផលប្រយោជន៍ទាំងសងខាងដើម្បីកុំឲ្យថាថ្ងៃក្រោយយើងពឹងកូនហ្នឹងទៅស្រាប់តែកូនហ្នឹងយកមុខរបររបស់យើងដាច់ដល់ទៅពេលមួយទៀតយើងអត់ឲ្យលុយគ្នាសោះគ្នាបានលុយណាចាយគ្នាត្រូវការទិញសម្ភារៈទិញអីមួយចំនួនមិនអាចទៅលាដៃសុំយើងជាម្ដាយឬក៏ជាឪពុកនឹងបានទេគ្នាមានអារម្មណ៍ថាខ្វះដែរធ្វើជាអ្នកគ្រប់គ្រងទាំងមូលដឹកនាំអាជីវកម្មឲ្យរកលុយបានមកកុសត្រូវលាដៃសុំលុយម៉ែទៀតអញ្ចឹងសរុបមកវិញអ្វីដែលគេនិយាយហ្នឹងគេចង់បញ្ជាក់ថាយើងត្រូវបែងចែកឲ្យច្បាស់លាស់ទៅលើភាគលៀបឬក៏ម្ចាស់កម្មសិទ្ធិបីឲ្យគាត់មានអារម្មណ៍ចង់បន្តការងារហ្នឹងទៅមុខទៀតនៅពេលណាដែលអត់មានយើងទៅក៏គាត់ចង់បន្តឲ្យការងារហ្នឹងវាកាន់តែរីកចម្រើនថែមទៀតដែរសរុបមកវិញបានន័យថាការផ្ទេរអាជីវកម្មក្នុងគ្រួសារនេះគឺមិនមែនផ្ទេរដោយយើងមើលឃើញឬក៏ប្រើអារម្មណ៍របស់យើងទេគេថាផ្ទេរដោយមានភាពច្បាស់លាស់ហើយយើងបានគ្រោងទុករួចរាល់អស់ហើយអញ្ចឹងមិនមែនពេលដែលយើងដល់ពេលមួយយើងចាប់គាត់យកមកដាក់ហ្មងគាត់បានត្រៀមខ្លួននេះអាហ្នឹងគឺជាកំហុសឆ្គងដែលយើងធ្លាប់ធ្វើកន្លងមកហើយក៏មិនមែនមានតែនៅស្រុកយើងដែរសូម្បីតែនៅស្រុកគេហ្នឹងក៏ខុសច្រើនដែរអញ្ចឹងអានេះអ្វីដែលគេបរៀនយើងមកគេគ្រាន់តែចង់ឲ្យយើងធ្វើការផ្ទេរជំនាន់មួយឲ្យបានត្រឹមត្រូវអញ្ចឹងវីដេអូបន្តមកទៀតខ្ញុំនឹងធ្វើការនិយាយទៅលើថាតើមុខរបរដែលយើងកំពុងធ្វើហ្នឹងហើយប្រហែលឆ្នាំក្រោយទៅមុខទៀតឧទាហរណ៍យើងចង់ឲ្យអ្នកមកផ្ទេរជំនាន់ហ្នឹងគាត់មកកាន់ជំនួសយើងតើអាជីវកម្មហ្នឹងវាពិតប្រាកដថាមានស្ថិរភាពដល់នឹងអត់អញ្ចឹងគេឲ្យយើងមើលទៅលើចំណុចហ្នឹងហើយរើសអ្នកដែលយើងមកស្នងហ្នឹងតើញាតិរបស់យើងបែបណាដែលគាត់ស័ក្តិសមជាមួយនឹងអាជីវកម្មដែលយើងកំពុងមានហ្នឹងអញ្ចឹងកុំភ្លេចធ្វើការចុច follow page ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតទាក់ទងជាមួយនឹងការផ្ទេរជំនាន់ក្នុងអាជីវកម្មលក្ខណៈគ្រួសារ